ជំរាបសួរបងប្អូនទាំងគ្នាខ្ញុំវិជ្ជបណ្ឌិតណាំសុកណានៅថ្ងៃនេះគឺខ្ញុំចង់បង្ហាញបងប្អូនទាំងគ្នាអំពីនីតិវិធីនៃការព្យាបាលជំងឺប្រមេះទឹកបាយជំងឺប្រមេះទឹកបាយវាគឺជាជំងឺមួយដែលឆ្លងតាមរយៈការរួមភេទដោយមេរោគមួយយ៉ាងឈ្មោះថា Neisseria gonorrhea មេរោគហ្នឹងគឺវាឆ្លងចូលទៅក្នុងបង្ហូរនោមបាទចូលទៅក្នុងតាមប្រដាប់ភេទរបស់យើងចំពោះបរិសុទ្ធណាបាទហើយចំពោះស្ត្រីគឺវាឆ្លងចូលតាមប្រដាប់ភេទដូចគ្នានៅក្នុងការឆ្លងមេរោគប្រមេះទឹកបាយនេះមេរោគហ្នឹងគឺវានឹងបញ្ចេញគេហៅថាជាតិគីមីជាតិពុលរបស់វានេះឲ្យទៅរលាកទៅលើបង្គោលនោមរលាកទៅលើផ្លោកនោមឬក៏រលាកទៅលើប្រព័ន្ធពងស្វះឬក៏ប្រព័ន្ធប្រដាប់ភេទរបស់ស្ត្រីដូច្នេះហើយការរលាកនេះគឺធ្វើឲ្យបងប្អូនទាំងអស់គ្នាលេចចេញនៅរោគសញ្ញាមានអីខ្លះចំពោះបុរសមានការនោមឈឺនោមកាហាយនោមអត់អស់មានការហូរផ្ទុះណាទឹកលឿងទឹកបៃតងទឹកសចេញពីប្រដាប់ភេទហើយចំពោះស្ត្រីអាចមានរោគសញ្ញាស្តៀងគ្នាដែរមានផ្ទុះមានទឹកលឿងទឹកបៃតងទឹកសចេញពីប្រដាប់ភេទអាចមានការធ្លាក់សនោមឈឺនោមកាហាយអាចរួមភេទទៅឈឺឬក៏អាចឈានទៅដល់ការនោមឈាមនៅពេលដែលបងប្អូនមានរោគសញ្ញាទាំងអស់នេះបងប្អូនចាំបាច់ទៅជួបនឹងគ្រូពេទ្យជំនាញបាទនៅពេលដែលជួបទៅដល់គ្រូពេទ្យជំនាញហើយគ្រូពេទ្យជំនាញនឹងសួរនាំបងប្អូនសួរនាំថាមានរោគសញ្ញាអ្វីខ្លះសួរនាំអំពីការដែលបងប្អូននឹងរួមភេទនឹងជាមួយអ្នកណាហើយធ្លាប់បានព្យាបាលជាមួយនឹងថ្នាំអីដែរឬនៅបាទអញ្ចឹងសំណួរទាំងអស់ហ្នឹងគឺសំខាន់សម្រាប់ការព្យាបាលអ្នកជំងឺហើយអាចនឹងត្រូវមើលឈាមមើលខ្ទុះបាទចេញពីប្រដាប់ភេទអីចឹងទៅដូច្នេះហើយនេះគឺជានីតិវិធីមួយសម្រាប់ព្យាបាលនៅពេលដែលដឹងពីរោគវិនិច្ឆ័យថាបងប្អូនទាំងគ្នាមានជំងឺប្រមេះទឹកបាយហើយគ្រូពេទ្យចាប់ផ្ដើមព្យាបាលតាមព្យាបាលហ្នឹងវាមាននីតិវិធីមិនការព្យាបាលគឺគ្រូពេទ្យនឹងឲ្យថ្នាំសម្រាប់សម្លាប់មេរោគពពួកប្រមេះទឹកបាយមេរោគប្រមេះទឹកបាយនេះឬក៏ Neisseria gonorrhea គឺវាជាមេរោគដែលស៊ាំថ្នាំបាទដែលស៊ាំថ្នាំអង់ទីបាយតិកឬក៏ថ្នាំផ្សះសម្រាប់មេរោគមួយចំនួនគឺអត់ត្រូវជាមួយវាទេតាមការណែនាំថ្មីរបស់អង្គការសុខភាពពិភពលោកគឺមានថ្នាំមួយចំនួនដែរដែលព្យាបាលអ្នកជំងឺឲ្យត្រូវគោលដែរដូច្នេះហើយបងប្អូនចាំបាច់ត្រូវតែទៅជួបនឹងវិជ្ជបណ្ឌិតជំនាញដើម្បីឲ្យគាត់ឲ្យថ្នាំទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោកហើយឲ្យថ្នាំផ្សេងទៀតដែរដូចជាប្រឆាំងជាមួយនឹងការរលាកកាលណាបងប្អូនឆ្លងមេរោគប្រមាថទឹកបាយគឺមានការរលាកដូច្នេះហើយគ្រូពេទ្យឲ្យថ្នាំប្រឆាំងនឹងការរលាកបងប្អូនពិបាកនៅក្នុងការនោមឈឺនោមកាហាយនោមមិនអស់ហើយនេះគឺមានថ្នាំសម្រាប់ដោះស្រាយបញ្ហារបស់បងប្អូនហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានការអស់កម្លាំងហត់រហៃក្តៅខ្លួនក៏យើងអាចនឹងត្រូវលេបថ្នាំកញ្ចុះកម្ដៅលេបពួកវីតាមីន C ឬក៏វីតាមីនមួយចំនួនទៀតឬក៏ចំណីអាហារណាដែលបើសម្រាប់សុខភាពបងប្អូននឹងឲ្យកាន់តែរឹងមាំប្រព័ន្ធរាងកាយបងប្អូនរឹងមាំងាយនឹងការព្យាបាលនឹងឆាប់ជាតាមនឹងទៅដូច្នេះហើយប្រសិនបើបងប្អូនទាំងគ្នាមានបញ្ហាពពោះការឆ្លងជំងឺប្រមេះទឹកបាយឬក៏ជំងឺកាមរោគផ្សេងឬក៏ជំងឺទូទៅក៏ដោយបងប្អូនទាំងគ្នាជួបពិភាក្សាជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវក្នុងករណីនេះបើសិនជាបងប្អូនមានបញ្ហាសុខភាពផ្សេងប្រមេះទឹកបាយឬក៏កាមរោគផ្សេងបងប្អូនទាំងគ្នាអាចឆាតមកខ្ញុំបានតាមរយៈ Telegram ដែលខ្ញុំបានដាក់នៅលើអេក្រង់ហ្នឹងខ្ញុំនឹងពិភាក្សាជាមួយបងប្អូនតម្រង់ទិសជូនបងប្អូនថាគួរតែព្យាបាលរបៀបណាតាមនីតិវិធីណាសម្រាប់ជំងឺរបស់បងប្អូនជាក់ស្ដែងកុំភ្លេច share វីដេអូនេះនិងចុច Subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗពីខ្ញុំបាទវិជ្ជបណ្ឌិតណាំសុខណា